សួស្តីបងប្អូនទាំងអស់គ្នាបាទសូមស្វាគមន៍មកកាន់បាទ channel របស់ខ្ញុំបាទថ្ងៃនេះខ្ញុំនឹងប្រាប់អំពីបាទរបៀប download Serato បាទ Serato បាទយើងដាក់បាទចេះមួយក្បាច់នេះ download បានទាំងអស់ទាំងបាទ Serato DJ Live Serato DJ Pro បាទអញ្ចឹងកុំឲ្យខាត់ពេលយូរយើងទៅមើលទាំងអស់គ្នាអូខេបងប្អូនទាំងអស់គ្នាអញ្ចឹងដើម្បីយើងអាច download Serato បានគឺយើងត្រូវចូលទៅកម្មវិធីដើម្បីបើកអ៊ីនធឺណិតសិនបាទយើងចូលមក Google Chrome ក៏បានយើងចូលទៅបាទ Safari នេះក៏បានបាទសម្រាប់ខ្ញុំចូលចិត្ត Google Chrome អញ្ចឹងខ្ញុំបើក Google Chrome នេះមកបាទយើងក៏រីកវាធំមកដើម្បីស្រួលមើលបាទបន្តមកទៀតគឺយើងបាទវាយយើងចូលទៅ website serato.com បាទអញ្ចឹងយើងវាយមកបាទ serato.com អូខេ keyboard ចុចខាងប្លុកអត់បញ្ហាបាទបងប្អូនមើលមកបាទមើលខាងលើហ្នឹងមកបាទវាយដូចចំអញ្ចឹងមកបាទ serato.com បាទហើយជា enter មកអូខេឥឡូវយើងចូលមកដល់បាទ website Serato ហើយបាទយើងចូលមកគឺគេលោកផ្ទះម្នាក់ហ្នឹងឯងបាទនេះគឺគេបាទផ្សាយពាណិជ្ជកម្មទាក់ទងទៅនឹង Serato របស់គេហ្នឹងជាមួយផលិតផលរបស់គេអញ្ចឹងដើម្បីបង្កើត account បានបាទគឺយើងចូលមកកន្លែងនេះបាទយើងគ្រាន់តែដាក់ម៉ៅកន្លែងហ្នឹងមកបាទយើងដាក់ម៉ៅមកវាបង្ហាញពី option មួយគឺ sign in មួយទៀតគឺ create account អញ្ចឹង sign in នេះសម្រាប់អ្នកដែលគេមាន account ស្រាប់គេចុច sign in បាទ sign in ទៅគេវាយ email វាយ password ទៅគេចូលបានហើយអញ្ចឹងសម្រាប់យើងអ្នកថ្មីយើងចុចខាងក្រោមមក create account បាទដើម្បីយើងបង្កើត account ថ្មីបាទចុចចង់ហ្នឹងមកអូខេបងប្អូនអរគ្នាឥឡូវយើងចុចចូលមកគឺបង្ហាញផ្ទាំងបែបហ្នឹងបាទអញ្ចឹងដំបូងពេលយើងចូលមកគឺយើងឃើញគឺគេឲ្យយើងដាក់ email address បាទអញ្ចឹងបងប្អូនណាដែលគាត់មាន email address អាចចូលទៅមើលវីដេអូរបស់ខ្ញុំបានគឺវីដេអូប្រាប់អំពីរបៀបបាទបង្កើតបាទ email address ឬមួយក៏ Gmail ហ្នឹងឯងអូខេអញ្ចឹងសម្រាប់ខ្ញុំមានហើយអញ្ចឹងខ្ញុំប្រើ Gmail របស់ខ្ញុំតែម្ដងបាទហើយចូលទៅបើក website Gmail របស់ខ្ញុំបាទយើងមើលមក gmail.com មកបាទនេះគឺជា website Gmail របស់ខ្ញុំបងប្អូនបាទដើម្បីចូលទៅបើក Gmail យើងចូលបែបហ្នឹងឯងបាទវាយ gmail.com មកចូលមកបាទនេះគឺ Gmail ផ្ទាល់ខ្លួនរបស់ខ្ញុំបាទមិន Gmail ផ្ទាល់ខ្លួនទេ Gmail នេះគឺខ្ញុំបង្កើតមកសម្រាប់បាទធ្វើវីដេអូ content បាទចែករំលែកជូនបងប្អូនបាទខ្ញុំ copy យកបាទ Gmail ខ្ញុំមកបាទយើងត្រឡប់ចូលមក website Serato វិញបាទខ្ញុំផាសបាទផាស Gmail របស់ខ្ញុំមិញហ្នឹងបាទផាសថងហ្នឹងមកបាទហើយខាងក្រោមបាទខាងក្រោមគេឲ្យយើងដាក់ Gmail ដែរបាទគឺគេឲ្យដាក់យើងដូចគ្នានៅខាងលើគេគ្រាន់តែចង់បញ្ជាក់យើងទេបាទយើងដាក់កុំឲ្យខុសបាទដាក់ឲ្យដូចគ្នាមកបាទខាងក្រោមនេះគឺ password បាទបងប្អូនគឺ password ថ្មីបាទអញ្ចឹងយើង password យើងស្រឡាញ់អីយើងដាក់នឹងមកបាទតែខ្ញុំសូម recommend ឲ្យបងប្អូនដាក់ផ្ដើមដោយអក្សរធំផ្ដើមដោយអក្សរធំហើយកតុយវាយើងដាក់លេខអីទៅលេខសម្គាល់អីទៅហើយយើងដាក់ឲ្យវែងតិចទៅបងប្អូនដាក់ឲ្យចាប់ពី8តួឡើងទៅ8តួយើងសរុបទាំងលេខទាំងអក្សរឲ្យបាន8តួឡើងទៅបាទហើយខាងក្រោមនេះគឺយើងដាក់ឲ្យដូចគ្នាជាមួយខាងលើបាទគឺ password ដែរបាទដាក់ឲ្យដូចបាទកុំឲ្យខុសគ្នាតែកាលណាខុសគឺវាលុតក្រហមបាទឲ្យយើងធ្វើសារថ្មីហើយអូខេយើងចុច tick ខាងនេះមកបាទបន្ទាប់មកគឺយើងចុច create account អូខេបងប្អូនតោះនេះគឺយើងមានកំហុសបាទគឺយើងដាក់កន្លែងណាមួយខុសវាត្រឹមត្រូវអញ្ចឹងយើងដាក់សារថ្មីមកបាទពេលយើងដាក់សារថ្មីគេឲ្យ option យើងមួយទៀតបាទដោយសារយើងខុសមិញហ្នឹងអញ្ចឹងអានេះបើសិនជាបងប្អូនវិញដាក់ត្រូវបងប្អូនខ្លះដាក់ទៅគ្រាន់ចុចទៅគឺវាបន្តយើងទៅមុខហើយតែនេះខ្ញុំដាក់ខុសអញ្ចឹងវាឲ្យយើងធ្វើសារថ្មីយើងធ្វើសារថ្មីមកបាទនេះចំណេញបាទបងប្អូនបានមើលបាទមួយក្បាច់ទៀតដែលបើសិនបងប្អូនជួបឧបសគ្គបែបហ្នឹងយើងត្រូវធ្វើបែបណាចុច tick មកយើងចុច tick កន្លែងបាទកលឹមថ្មីដែលគេទៅដាក់ឲ្យយើងហ្នឹងបាទចុចមកអូខេឥឡូវហ្នឹងវាបានបង្ហាញផ្ទាំងមួយទៀតឲ្យយើងគឺ
គេប្រាប់ថាគេប្រាប់ថាឲ្យយើងចុចនៅលើរូបភាពមួយរូបភាពហ្នឹងដែលវាមិនមានច្រើនមានថារូបភាពដែលវាមានតែមួយអូខេអញ្ចឹងយើងចុចលើរូបហ្នឹងមកហើយយើងបាទទៅមុខទៀតនេះដូចគ្នាឲ្យចុចលើរូបភាពដែលមានតែមួយយើងចុចមកអូខេឥឡូវវាឲ្យយើងចុចបាទ create account បាទសម្រាប់បងប្អូនណាខ្លះដែលគាត់អត់ដូចខ្ញុំបាទកន្លែងហ្នឹងជួនកាលគាត់គ្រាន់ចុចមកគឺបានហ្មងអញ្ចឹងអត់ចាំបាច់ធ្វើដូចខ្ញុំមិញទេតែនេះមកក្បាច់ទៀតបាទបងប្អូនមកវីដេអូនេះចំណេញទាំងហ្នឹងអញ្ចឹងកន្លែងនេះយើងចុច save ក៏បានបាទអត់ក៏បានតែយើង save ទៅល្អបាទយើងចុច save បាទកន្លែងនេះគឺវាបញ្ជាក់មកយើងចង់save ទៅលើ device ផ្សេងអត់ឬមួយក៏អត់ទេអញ្ចឹងខ្ញុំអត់ទេខ្ញុំអត់ចង់ save ទៅលើ device ណាទេអញ្ចឹងបងប្អូនចុចតាមខ្ញុំមកអូខេតែប៉ុណ្នេះគឺយើងបានaccount របស់ Serato មួយហើយបងប្អូនតែឥឡូវយើងឲ្យចូលទៅមក Gmail មកគេមាន message អីមកឲ្យយើងបាទខ្ញុំមាន message 12ឥឡូវយើងចូលមើលមកមានអីសំខាន់អត់ចូលមើលក្នុង inbox ហ្នឹងមកបាទយើងចុចលើវាមកបាទអូចុះខមមើលគេដាក់យើង welcome to Serato មើលសិនមានអីសំខាន់អត់គេលោកឲ្យយើងត្រូវ check confirm អីចឹងណាពេលខ្លះយើងត្រូវ confirm email address បាទចឹងអត់មានអីសំខាន់ទេយើងចូលមក Serato វិញបាទនេះគឺជា account ដែលយើងបង្កើតបានមិញហ្នឹងបាទអញ្ចឹងគឺយើងបង្កើត account នេះបានហើយគឺយើងអាច download បាទកម្មវិធី Serato បានហើយបាទយើងចុះ Chrome មកដើម្បី download យើងចុះ Chrome មកបាទនេះគឺ Serato គេមាន option ឲ្យយើងរើសបាទមាន Serato DJ Live Serato DJ Pro បាទយើងឆ្លាញ់មួយណា download មួយហ្នឹងមកបាទ download ទុកទាំងពីរក៏បានដែរឥឡូវយើង download Serato DJ Pro មួយសិនបាទយើងចុច download តហ្នឹងមកបាទខាងនេះគឺគេបញ្ជាក់យើងបងប្អូនគេបញ្ជាក់ប្រាប់យើងថា Serato DJ Pro ហ្នឹងគឺមាន version អីគេយ៉ាង version ម៉ានហើយទំហំវាប្រហែលបាទម៉ានមេហើយ platform នេះគឺសម្រាប់ MacBook មានន័យថាសម្រាប់កុំព្យូទ័រ MacBook បាទសម្រាប់ Windows គឺអត់ត្រូវទេអញ្ចឹងវាយើងអូខេយើងចុចបាទហើយកន្លែងនេះគឺមានពីរ option ឲ្យយើងរើសបាទមានមួយនេះគឺបាទសម្រាប់បាទ laptop only មានន័យថាសម្រាប់ប្រើតែ laptop ទេមានន័យថាយើងអាចភ្ជាប់ជាមួយនឹងម៉ាស៊ីន DJ បានទេបាទអញ្ចឹងខ្ញុំអត់ត្រូវការទេគឺខ្ញុំត្រូវការភ្ជាប់ជាមួយម៉ាស៊ីន DJ អញ្ចឹងខ្ញុំយក option មួយទៀតបាទគឺ option មួយនេះគឺសម្រាប់ប្រើជាមួយនឹងម៉ាស៊ីន DJ អញ្ចឹងយើងចុចវាមកបាទចុច tick វាមកឲ្យចេញសញ្ញា tick ចេញពោអញ្ចឹងមកហើយយើងចាំចុច download អូខេចុច download ចឹងមកបាទឥឡូវហ្នឹងគឺវាកំពុងតែ download តែបងប្អូនណាកំពុងតែ download ហើយបាទយើងរងចាំវាតិចទៅបាទនេះកំពុងតែដើរមើលទៅវាដើររៀងយូរបាទអញ្ចឹងដើម្បីឲ្យបងប្អូនរងចាំយូរហើយកុំឲ្យវីដេអូហ្នឹងវាវែងពេកខ្ញុំកាត់កន្លែងហ្នឹងសិនបាទកាត់វីដេអូកន្លែងហ្នឹងសិនចាំយើងបន្តទៅកន្លែងដែលវា download ហើយអូខេបងប្អូនអរគ្នាឥឡូវការ download របស់យើងពេញហើយបាទគឺថាពេលដែលវាពេញគឺយើងអាចចាប់ផ្ដើមដំឡើងមុនហ្នឹងគឺយើង download បាទយើងបង្កើតកម្មវិធីបន្ទាប់មកយើង download ពេលយើង download ពេញហើយគឺយើងចាប់ផ្ដើម install វាបាទឥឡូវយើងចាប់ផ្ដើម install វាមកបាទយើងចុចកន្លែងដែលយើង download បានមិញហ្នឹងបាទ install ហើយយើងចុចបាទចុចដូចខ្ញុំមកបាទទៅមុខទៀតបាទយើងអុសចុះក្រោមសិនគេលោកមានកន្លែងណាគេឲ្យយើង tick អីចឹងយើងទៅមុខទៀតមកបាទចុច agree មកបាទទៅមុខទៀតមកបាទចុចដូចខ្ញុំមកបាទកន្លែងនេះគឺគេឲ្យយើងវាយ password កុំព្យូទ័របងប្អូនបាទនេះមិនមែន password Serato អីទេគឺ password កុំព្យូទ័ររបស់យើងបាទកន្លែងនេះវាកំពុង install យើងចាំតិចទៅនេះអត់យូរទេបាទអានេះគឺអត់តកតងទៅនឹងអ៊ីនធឺណិតទេតកតងទៅនឹងកុំព្យូទ័ររបស់យើងដែលយឺតលឿនបាទកុំព្យូទ័រខ្ញុំវាលឿនដែរបាទអូខេលើកពេញហើយអូខេអញ្ចឹងតែប៉ុណ្្នឹងទេបាទតែប៉ុណ្្នឹងមានន័យថា Serato របស់យើងគឺបង្កើតបានជោគជ័យហើយបាទតែប៉ុណ្្នឹងទេអញ្ចឹងយើងបិទកម្មវិធីនឹងចោលមកបាទកន្លែងនេះយើងចង់
lục của bán nhưng trong tục của bán nó ổn vậy bên ấy tiện tô mùi là tàu tế và tha pha là dựng download mà nhé nhưng lục cháo của bán tục của bạn tại vì dân lục cháo tức không viên số đấy vì đã trực yên công tớ và nhấn dùng lục cháo món và nick sẽ là tàu vô và các bạn mấy nhân dịch bạn vì máu và sẽ bắt các ba và động bồn chống cư về hình chưa bình tĩnh một ổn và chạm về thực tới và vì dư từ p bạn lực tin mùi năng tề và nhân dân chạm về thực tới nhưng bệnh trẻ bình tĩnh và sầm đậm để có trong bàn sẽ là tôi đi chơi phú và nhưng vì của mình mà một ôn tính tới và cùng kẹt cùng mấy và vì áp sự lọ của mình tê mà vì trong bàn full license khi dân tính tới của ôn ấy ok là dân bạc bàn ấy khi bị lột một mạch nặng và những bóng ôn cái đi gọi xui dân sign in on mà sign in on như vậy nếu dân check sign in cái nó có bán thì mọi người dân check mình toàn thân các bạn này dân cùng toàn assign in là nó các bạn này với dân mình lại sign in bạn mà đòn viết mà giống như vậy dân check trên sân máu bạn dân check má hái bạn cái này mà cái ao dân sign in một đòn viết là khang khổ đi mà cái này thì dân sign in tới cứ lột mà không nhân châu mà này giống như check sign in máu mà check sign in nó cứ đồng bây giờ bản đồ mà bản đồ chỉ muốn program ok và dân quay màu bà password bây giờ một cả mình nhấn và cái như vậy bà email address bà email bây giờ mình nhấn mà đang còn biết cứ password mà password bây giờ một cả một website Serato mình đang nhấn thì dùng vô mặt đặt nào với password hết dân check sign in nó mà hay dân check bà siêu password nó siêu các bạn sẽ check bằng ôi ta siêu là và hay dân check bị alo và cái phần đóคือdựng ảnh bà này và cái những bạn lực hỏi ở của bà trong tế của bạn móc ra bạn ở bị bà để và bóng ôn mơ cái này ní bà phải ní khi nhà sau về tôi bà chứ mới bóng ôn trong ở việc thông nhưng nó cái dựng ảnh bắt đầu bà nó dựng ảnh cài bàn chẳng như cho vài setting bà cho một setting hết dân cho mò bà anh cái đà đi máu bà cho lại library lại display là máu bà dân cho má dân tiền bà lại ní bà dân tiền màu một màu bà dân tiền hết dân tập lập từ mới sinh thà và nó dương ok này và lấy giờ khi nào việc thông dùng mình từ cháy tại toàn pin chất thiết bị toàn thông đó và chứ tí thay mà lệ tiền và nó nhưng chặt tiên với màu món một ổn chặt tiên màu món và lấy từ mơ vinh sấn ok bênนี้ยังกดทานลมโมสำหรับnhóm cho là cả một cao sẽ là tốtคือมีแต่เป็นดังเต้บอกโอ้mà bênนี้บอกโอ้này vô tục ra rồi mà chặt play chạy bài này ok អរគុណច្រើនបងប្អូនទាំងគ្នាបាទយ៉ាងមិនហើយបន្ទាប់ពីបានទស្សនាវីដេអូមួយនេះបងប្អូនអាចធ្វើបានទេបើសិនជាធ្វើបានឬមួយក៏មិនបានបាទជួយខមមិនប្រាប់ខ្ញុំទៅខាងក្រោមខ្ញុំដឹងផងហើយបើសិនជាមានចម្ងល់អីតាក់ទងអីចង់ដឹងអ្វីដែលតាក់ទងទៅនឹង DJ អីបងប្អូនអាចខមមិនសួរបាននៅខាងក្រោមខ្ញុំនឹងព្យាយាមមើលបាទហើយសម្រាប់ខមមិនមួយណាដែលខ្ញុំចាប់អារម្មណ៍ខ្ញុំនឹងយកវាមកធ្វើឲ្យជូនបងប្អូនទាំងអស់គ្នាអរគុណច្រើនបងប្អូនទាំងអស់គ្នា